សួស្តីអ្នកនរគ្នានេះគឺជាការមកបោះតង់បែបលក្ខណៈ single នៅលើឆ្នេរអង្កោលរបស់ខ្ញុំហើយវាក៏ជាលើកទី1របស់ខ្ញុំដែរដែលខ្ញុំបានមកលេងឆ្នេរអង្កោលតាមពិតទៅគោលបំណងគឺចង់មកបោះតង់នៅមាត់ឆ្នេរមិនថាឆ្នេរអង្កោលឬឆ្នេរណាទេឲ្យតែបានមកកន្លែងណាគឺខ្ញុំបោះកន្លែងហ្នឹងហើយឥឡូវគឺបានសម្រេចហើយវាក៏ជាលើកទី1ដែរដែលខ្ញុំមកបោះតង់នៅឆ្នេរអង្កោលគឺថាស្ងប់ស្ងាត់ល្អទេសភាពក៏ស្រស់ស្អាតជាពិសេសគឺការចំណាយគឺអត់អស់ច្រើនទេអ្នកនរគ្នាគ្រាន់តែចំណាយទៅលើការហូបចុកនិងចំណាយទៅលើការបត់ដៃបត់ជើងនិងការមុជទឹកតែប៉ុណ្ណោះកន្លែងដែលខ្ញុំបោះតង់នេះអ្នកនរគ្នាគឺគេអត់មានគិតថ្លៃសេវាទេគឺខាងរដ្ឋគេឲ្យគិតទេហើយមានភ្លើងប្រើប្រាស់ស្រាប់ទៀតអ្នកនរគ្នាភ្លើងប្រើប្រាស់មានតាមគោលមួយអ្នកនរគ្នាគ្រាន់តែមានព្រីភ្លើងអញ្ចឹងអ្នកនរគ្នាបើសិនជាមកចង់មកលេងនៅឆ្នេរអង្កោលត្រៀមតែព្រីភ្លើងប្រវែង5ម៉ែត្រឬក៏10ម៉ែត្រតាមកន្លែងដែលអ្នកនរគ្នាអង្គុយទៅគឺអ្នកនរគ្នាអាចប្រើបានហើយភ្លើងហ្នឹងគឺប្រើអស់លុយដូចគ្នាគឺប្រើ free តែម្ដងហើយសម្រាប់អាហារហូបចុកវិញអ្នកនរគ្នាត្រូវតែត្រៀមអាហារហូបចុកមកទីនេះដោយសារឆ្នេរអង្កោលនេះអត់ទាន់មានការគេលក់ម្ហូបអាហារស្រស់បកងទាស្រស់ទេឬក៏ខ្ញុំអត់ដឹងថាមិនដែរព្រោះដោយសារខ្ញុំមកដល់ហ្នឹងគឺអត់ទាន់ឃើញមានបងប្អូនណាលក់អីឲ្យហោហែទេអ្នកនរគ្នាតាមឆ្នេរតាមអីក៏អត់មានដែរព្រោះខ្ញុំមកដល់ពេលថ្ងៃល្ងាចហើយព្រោះដោយសារខ្ញុំឡើងទៅលើបូកគោដល់ពេលមកដល់វិញគឺល្ងាចឯអ្នកនរគ្នាម៉ោង5ម៉ោង6ជាងហើយអញ្ចឹងអ្នកនរគ្នាត្រូវត្រៀមម្ហូបពីឆ្នេរកែបពីកែបមកហើយឬក៏ពីផ្សារក្តាមមកហើយទៅសម្រាប់អ្នកចង់ហូបគ្រឿងសមុទ្រឬក៏អីផ្សេងប៉ុន្តែនៅទីនេះខ្ញុំឃើញមានកញ្ចុះដែរអ្នកនរគ្នាអញ្ចឹងបើសិនអ្នកនរគ្នាចង់ដឹងព័ត៌មានបន្ថែមអ្នកនរគ្នាអាចទៅកញ្ចុះទៅសួរគេពាក់ព័ន្ធជាមួយនឹងម្ហូបអាហារអញ្ចឹងខ្ញុំទិញម្ហូបអាហារពីឆ្នេរក្តាមមកពីផ្សារក្តាមមកហើយខ្ញុំក៏អត់ខ្វល់រឿងនឹងដែរហើយពាក់ព័ន្ធជាមួយនឹងទេសភាពអ្នកនរគ្នាខ្ញុំអាចនិយាយបានថាគឺthe bestខ្លាំងមែនតើគឺស្អាតខ្លាំងប៉ុន្តែឆ្នេរយើងអត់ទាន់ស្អាតដោយសារវាមានសារាយមានអីដែលតាមទឹកមកអញ្ចឹងដោយសារខែនេះខែភាសាហើយទឹកក៏អត់ទាន់ថ្លាល្អដែរវាកម្ៅប៉ុន្តែបើថាទេសភាពប្លង់ពីលើវិញគឺថាស្រស់ស្អាតខ្លាំងមែនតើអ្នកនរគ្នាខ្ញុំឲ្យ10 ឬ 10ជាមួយនឹងផ្លូវស្អាតហើយទេសភាពស្អាតហើយស្ងប់ស្ងាត់គាត់ថាដូចខ្ញុំនិយាយអញ្ចឹងគឺឆ្នេរវានៅមានសារាយនៅមានស្លឹកឈើអីដែតមកអញ្ចឹងទៅបើពាក់ព័ន្ធជាមួយនឹងការស្ងប់ស្ងាត់គឺស្ងប់ស្ងាត់ល្អមានបងប្អូនមកលេងច្រើនដែរប៉ុន្តែពួកគាត់សុទ្ធតែអ្នកចូលចិត្តស្ងប់ស្ងាត់អញ្ចឹងពួកគាត់អត់មានការបើករំខានសំឡេងរំខានអ្នកដទៃអត់ទេពួកគាត់បើសិនជាគាត់បើកចម្រៀងអីគឺគាត់បើកស្ដាប់ធម្មតាហឹមគ្នាគាត់អីចឹងណាបើកតិចសំឡេងតិចអីចឹងទៅហើយវីដេអូនេះគឺខ្ញុំថតពេលព្រឹកឯអ្នកនរគ្នាដោយសារពេលល្ងាចគឺខ្ញុំមកដល់យប់ហើយអ្នកនរគ្នាចឹងខ្ញុំអត់បានថតទេចឹងខ្ញុំគាត់អង្គុយលេងអីចឹងទៅហើយវីដេអូគឺខ្ញុំថតពេលព្រឹកទាំងអស់ហើយតង់ដាក់កន្លែងហ្នឹងគឺខ្ញុំដាក់សម្ដែងដែរពួកអីហ្នឹងនៅពេលដែលខ្ញុំបោះតង់សម្រាប់គឺខ្ញុំបោះតង់នៅខាងក្រោយហ្នឹងតិចទៀតនៅខាងក្រោយក្បែរម៉ូតូអញ្ចឹងណាអ្នកនរគ្នានេះគាត់ខ្ញុំដាក់ថតចែកជូនអ្នកនរគ្នាមើលអញ្ចឹងទៅចំណែកពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពគឺសុវត្ថិភាពល្អអ្នកនរគ្នាដោយសារកន្លែងហ្នឹងគឺមានសន្តិសុខយាមអ្នកនរគ្នាមិនមែនសន្តិសុខទេលក្ខណៈថាដូចជាប៉ុស្តិ៍សន្តិសុខភូមិគាត់យាមអីចឹងណាគាត់ចាំយាម24ម៉ោងគាត់មានគ្នារបស់គាត់យាមអញ្ចឹងម៉ូតូគឺខ្ញុំទុកក្បែរតង់ខ្ញុំនឹងឯងក្បែរតង់ក្បែរកន្លែងខ្ញុំគេងនឹងឯងអត់មានអីជាបញ្ហាទេយប់ឡើងម៉ោង1ម៉ោង2អីចង់មុជទឹកក៏នៅបងប្អូនប្រជាពលរដ្ឋនៅក្បែរហ្នឹងគាត់មានសេវាកម្មមួយទឹកសាបអីចឹងណាហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយបាយបាយ